ស្គាល់មុខស្គាល់មាត់មិនស្គាល់ចិត្តរាប់អានជាមួយអ្នកណាក៏ដោយត្រូវតែចងចាំនៅដំបូន្មានទាំងនេះជាពិសេសចំណុចទី6ទី1បើអ្នកមិនពូកែស្គាល់អ្នកណាក៏អត់ប្រយោជន៍ដែរទោះបីជាស្គាល់មនុស្សច្រើនយ៉ាងណាវាគ្រាន់តែជាឈ្មោះក្នុងបញ្ជីរបស់គេតែប៉ុណ្ណោះព្រោះអ្នកគ្មានប្រយោជន៍អ្វីសម្រាប់គេឡើយដាច់ខាតកុំរត់ដេញតាមចាប់សេះអសោះទុកពេលវេលាដេញតាមចាប់សេះនោះមកដាំស្មៅវិញពេលមានស្មៅល្អគ្រប់គ្រាន់ហើយនឹងមានសេះមួយក្រុមមកឲ្យអ្នកជ្រើសរើសទី2ស្អប់មនុស្សម្នាក់មិនចាំបាច់បំបាក់មុខទេផ្នត់គំនិតនិងទស្សនៈខុសគ្នាកម្រិតវប្បធម៌មិនដូចគ្នាមិនចាំបាច់ឆ្លោះប្រកែកមនុស្សអាក្រក់រឿងមិនល្អមិនចាំបាច់ជាប់ពាក់ព័ន្ធទី3មនុស្សយើងមានតែការទៀមទាខ្លួនឯងមិនអាចទៀមទាពីអ្នកដទៃនោះទេតាមពិតនៅលើโลกយើងនេះមានតែ3រឿងគត់គឺរឿងខ្លួនឯងរឿងអ្នកដទៃនិងរឿងរបស់ព្រះរឿងរបស់ព្រះគ្រប់គ្រងមិនជាប់រឿងអ្នកដទៃមិនអាចគ្រប់គ្រងបានអញ្ចឹងហើយមានតែគ្រប់គ្រងខ្លួនឯងឲ្យបានល្អទី4រៀនធ្វើជាអ្នកពូកែស្ដាប់មិនដណ្ដើមនិយាយមិននិយាយច្រើនមិននិយាយសម្ដីឥតប្រយោជន៍ការស្ដាប់មិនត្រឹមតែធ្វើឲ្យទំនាក់ទំនងល្អប្រសើរឡើងកាត់បន្ថយការយល់ច្រឡំប៉ុណ្ណោះទេវាក៏ធ្វើឲ្យយើងអាចផ្លាស់ប្ដូរមូលដ្ឋានគិតយល់ដឹងអំពីគេបានផងដែរដូច្នេះទោះបីជាអ្នកនិយាយពូកែអាចយកឈ្នះទស្សនិកជនបានក៏ដោយប៉ុន្តែអ្នកស្ដាប់ពូកែវិញគឺអាចយកឈ្នះបានមិត្តភក្តិទី5មនុស្សល្អទទួលផលល្អប៉ុន្តែបើល្អពេកមិនបានផលឡើយចិត្តល្អវាថ្លៃខ្លាំងណាស់មិនអាចឲ្យតែស្គាល់គ្នាប្រគល់ឲ្យគេនោះទេអ្នកត្រូវដឹងថានៅលើโลกនេះមនុស្សល្អទទួលបានផលល្អប៉ុន្តែមនុស្សល្អពេកទទួលបានតែការខាតបង់នៅពេលដែលចិត្តល្អរបស់អ្នកត្រូវបានអ្នកដទៃយកមកប្រើជាឧបករណ៍ដើម្បីធ្វើបាបអ្នកការហុំព័ទ្ធដោយបន្លាគឺជាវិធីដ៏ល្អបំផុតក្នុងការការពារខ្លួនទី6ទោះបីជាឆ្លោះប្រកែកគ្នាក៏ដោយក៏មិនត្រូវប្រើពាក្យខុសខើដែរនៅពេលដែលជួបប្រទះនឹងរឿងរ៉ាវណាមួយដែលមិនពេញចិត្តត្រូវបង្ខំខ្លួនឯងឲ្យឈប់30វិនាទីសិនចាំពេលក្រោយត្រជាក់ចិត្តហើយចាំនិយាយបន្តទៀតទី7កុំប្រញាប់ប្រញាល់ស្រឡាញ់គេពេកហើយក៏កុំស្គាល់អ្នកណាម្នាក់ឆាប់ពេកដែរមនុស្សដែលរាក់ទាក់ស្និទ្ធស្នាលខ្លាំងនៅពេលដែលទើបស្គាល់គ្នាជាទូទៅសុទ្ធតែមានគោលបំណងសំខាន់អ្វីមួយចំពោះយើងមនុស្សដែលចូលមកស្និទ្ធស្នាលដោយប្រើល្បឿនលឿនជាងធម្មតា10ដងជាមួយអ្នកនោះនៅពេលណាមួយនៃអនាគតក៏នឹងអាចចាក់ចេញពីអ្នកដោយល្បឿនលឿនជាងធម្មតា10ដងដែរទី8កុំឲ្យតែស្អីបន្តិចប្រគល់បេះដូងប្រមាត់ឲ្យគេអស់ពីពោះពីពងស្មោះត្រង់ពេកជាមួយមនុស្សវាដូចជាហុចដងកំបិតឲ្យគេមកចាក់ខ្លួនឯងអញ្ចឹងការប្រស្រ័យតាក់ទងជាមួយនឹងគេនិយាយតែ 30% ចំពោះមនុស្សមិនស្គាល់គ្នាហើយនិយាយបានតែ 50% ទេចំពោះមនុស្សស្គាល់គ្នានៅសល់ប៉ុន្មានត្រូវទុកឲ្យខ្លួនឯងទើបមិនងាយនឹងរងរបួសទី9កុំឲ្យតម្លៃខ្លួនឯងខ្ពស់ពេកក្នុងទំនាក់ទំនងជាមួយនរណាម្នាក់ការឲ្យតម្លៃខ្លួនឯងលើសកម្រិតនោះនឹងបង្កើតឲ្យមានការរំពឹងទុកមិនពិតពីអ្នកដទៃឲ្យតែការរំពឹងទុកប្រភេទនេះបរាជ័យអារម្មណ៍នៃគម្លាតដ៏ខ្លាំងប្រភេទនោះនឹងធ្វើឲ្យមនុស្សខកចិត្តយ៉ាងជូរចត់បើគិតថាដំបូន្មាននេះមានប្រយោជន៍សូមចែករំលែកបន្តទៅឲ្យមនុស្សជាទីស្រឡាញ់របស់អ្នកផងការញ៉ាំបន្លែមានប្រយោជន៍ខ្លាំងណាស់សម្រាប់កុមារតើមានអ្នកណាខ្លះពិបាកឲ្យកូនញ៉ាំបន្លែតោះមកសាកល្បងវិធីសាស្ត្រនេះជាមួយខ្ញុំវិធីធ្វើឲ្យកូនចូលចិត្តញ៉ាំបន្លែវិធីងាយៗមួយចំនួនសម្រាប់លោកអ្នកយកទៅអនុវត្តជួយណែនាំកូនឲ្យញ៉ាំបន្លែបានច្រើនជាងមុនវិធីទី1ដំបូងលោកអ្នកគ្រាន់តែយកបន្លែផ្សេងដូចជាម្ទេសផ្លោកការ៉ុតត្រសក់មកច្នៃចិត្តតុបតែងធ្វើជារូបសិល្បៈដោយអាចយកមកធ្វើជារូបមុខឬធ្វើជាសួនបន្លែនៅលើចានជាដើមធ្វើបែបនេះក្មេងៗនឹងរីករាយចង់សាកល្បងញ៉ាំបន្លែដែលបានរៀបចំស្អាតទាំងនោះដោយមិនធុញទ្រាន់ឡើយវិធីទី2នាំកូនចូលផ្ទះបាយរៀនចម្អិនម្ហូប
ព្រោះក្មេងៗចូលចិត្តចង់ភ្លក់នៅអ្វីដែលពួកគេបានធ្វើនាំកូនចូលចង្ក្រានហើយឲ្យពួកគេជួយការងារបន្ទាប់បន្សំផ្សេងៗដូចជាជួយលាងបន្លែរៀបចំសាឡាត់ឬអាចសួរចិត្តពួកគេថាតើចង់យកបន្លែមួយណាចម្អិនជាអាហារល្ងាចវិធីទី3ញ៉ាំបន្លែជាមួយនឹងទឹកជ្រលក់ពេលខ្លះទឹកជ្រលក់ក៏អាចបន្ថែមកម្រិតរសជាតិឈ្ងុយឆ្ងាញ់ដល់បន្លែផងដែរដោយគ្រាន់តែចិតបន្លែមួយចំណិតដាក់ក្នុងចានហើយលាយជាមួយទឹកជ្រលក់ផ្សេងៗរួមទាំងយ៉ាអ៊ូជាការស្រេចវិធីទី4ក្មេងៗចូលចិត្តស្ដាប់រឿងនិទានពិសេសរឿងតាក់ទងនឹងតួអង្គតុក្កតាដែលពួកគេចូលចិត្តដូច្នេះចូលនិទានដោយឆ្លៀតលើកយកនៅឈ្មោះបន្លែដែលតួអង្គនីមួយៗបរិភោគធ្វើជាអាហារដើម្បីឲ្យក្មេងបានឮនិងចង់បរិភោគតាមវិធីនេះត្រូវគេស្គាល់ថាការញ៉ាំបន្លែតាមវីរៈបុរសវិធីចុងក្រោយគឺការអនុវត្តឲ្យបានជាប់លាប់បន្តឲ្យកូនៗញ៉ាំបន្លែច្រើនមុខនិងធ្វើឲ្យបានជាប់លាប់ទោះដំបូងរៀងពិបាកបន្តិចក៏ដោយរាល់ពេលកូនញ៉ាំបន្លែមុខណាមួយអស់ហើយត្រូវចេះនិយាយសរសើរនិងលើកទឹកចិត្តកូនដើម្បីពួកគេអាចបន្តញ៉ាំបន្លែប្រភេទថ្មីផ្សេងទៀត